ខ្ញុំតស៊ូប្រឹងឲ្យមានដូចរាល់ថ្ងៃនេះខ្ញុំថាខ្ញុំមានហ្មងខ្ញុំមានត្រាក់ទ័រចនឌី4គ្រឿងហើយដីភូមិមាន3កន្លែងខ្ញុំបាទឈ្មោះធីចម្រើនរស់នៅភូមិចរវាឃុំកលាប់ស្រុកចិត្តបរិយខេត្តកញ្ចេះសប្តាហ៍ថ្ងៃខ្ញុំបាទមានដីចម្ការចំនួន27ហិកតាបាទនឹងដីស្រែហ្នឹង2ហិកតាកន្លះទៀតបាទចន្ទទីមាន10ហិកតាកន្លងមីជាង10ហិកតាពីមុនមកខ្ញុំបាទរស់នៅទឹកដីខេត្តកំពង់ចាមឥឡូវនេះគេកាត់ចូលទឹកដីខេត្តត្បូងឃ្មុំខ្ញុំផ្លាស់ប្ដូរទីលំនៅមកទឹកដីខេត្តកញ្ចេះនៅក្នុងអំឡុងឆ្នាំ2010ប្រវត្តិជីវិតពីមុនមកខ្ញុំគឺជាកម្មករចការកស៊ូពួកខ្ញុំអ្នកជប់ក្រោយមកខ្ញុំសន្សំលុយខ្លះដើម្បីយកមកទិញដីនៅក្នុងទឹកដីខេត្តកញ្ចេះនេះដល់អញ្ចឹងក៏សម្រេចជាមួយប្រពន្ធជាមួយគ្រួសារទាំងអស់គ្នានឹងសម្រេចថាឈប់ធ្វើកម្មករមកជាកសិករពិតប្រាកដតែហ្មងខ្ញុំមកដល់ទឹកដីនេះដំបូងខ្ញុំអត់ទាន់មានផ្ទះមានសវែងទេនៅក្នុងចំការហើយបន្ទាប់មកយើងធ្វើចការបឹងតាកសិកម្មមួយមុខក៏វាអត់ទៅរួចអញ្ចឹងក៏ឆ្នៃជំនាញចាស់ដែលចេះពីមុនមកនោះក៏បន្តធ្វើជាងម៉ូតូវិញយើងធ្វើម៉ូតូរួចទៅថែចការថែអត់ត្រូវវាអត់មានពេលថែទាំវាគ្រប់គ្រាន់ពេលខ្លះខ្ញុំជិះទៅដល់ចការគ្រួសារក៏ទេហៅបងអើយគេមកប៉ះកង់បងអើយគេមកដូរពវៀនដល់ពេលអញ្ចឹងសម្រាប់ចិត្តថាទិញត្រាក់ទ័រផ្ដោតទៅលើតែកសកម្មមួយមុខហ្មងផ្ដោតទៅលើតែចំការហ្នឹងក៏ដោយពេលដែលខ្ញុំមានត្រាក់ទ័រទៅហ្នឹងវាបត់គេហៅថាបត់បែនខ្លាំងបណ្ដោយពីជួលគេការចំណាយក៏ខ្ពស់ហើយខាតពេលវេលាយូរដល់ពេលយើងមានត្រាក់ទ័រជួលខ្លួនឯងយើងលឿនយើងចង់ទៅធ្វើស្មល់ណាក៏បានយើងចង់ដឹកជញ្ជូនបានសពគ្រប់បែបយ៉ាងហើយយើងបានត្រាក់ទ័រមកយើងរីកចម្រើនក្នុងគ្រួសារយើងខ្ញុំធ្វើរបស់ខ្លួនឯងផងខ្ញុំទៅស៊ីឈ្នួលគេផងខ្ញុំបានទុនហ្នឹងខ្ញុំយកមកដាំដំណាំនៅលើដីរបស់ខ្ញុំអញ្ចឹងធ្វើឲ្យខ្ញុំរីកចម្រើនតាំងប្រាក់ចំណូលរីកចម្រើនតាំងវិស័យកសិកម្មរបស់ខ្លួនឯងត្រាក់ទ័រចនឌីជាទំនុកចិត្តរបស់លោកអ្នកនាំចូលនឹងចែកចាយផ្ដាច់មុខដល់ក្រុមហ៊ុន RMA Cambodia